នៅក្នុងប្រទេសកូរ៉េខាងជើងបន្ថែមពីលើកងទ័ពដ៏ខ្លាំងក្លាដែលកាន់អាវុធនៅមានកងទ័ពម្យ៉ាងទៀតដែលពិភពលោកហៅថាកងទ័ពស្រីស្អាតពួកគេមិនមែនត្រូវបានបណ្ដុះបណ្ដាលដើម្បីច្បាំងលើសមរភូមិដែលគ្របកាំភ្លើងឡើយប៉ុន្តែគឺដើម្បីបម្រើការកំសាន្តនិងការលួងលោមដល់មេដឹកនាំកំពូលនិងមន្ត្រីជាន់ខ្ពស់នៃរបបក្រុងខ្យុងយ៉ាងក្រុមនារីទាំងនេះមិនមែនចេះតែត្រូវបានជ្រើសរើសមកនោះទេមន្ត្រីរដ្ឋាភិបាលនឹងចុះទៅតាមសាលារៀនទូទាំងប្រទេសដើម្បីស្វែងរកក្មេងស្រីដែលមានរូបសម្បត្តិស្អាតដាច់គេនិងមានភក្តីភាពខ្ពស់ចំពោះបកលក្ខខណ្ឌសំខាន់រួមមានរូបសម្បត្តិត្រូវតែមានមុខមាត់ស្អាតសម្បុរសកម្ពស់ខ្ពស់និងគ្មានស្លាស្នាមនៅលើរាងកាយចំពោះសុខភាពរបស់នាងត្រូវឆ្លងកាត់ការពិនិត្យយ៉ាងល្អិតល្អន់រួមទាំងការពិនិត្យមើលភាពបរិសុទ្ធផងដែរចំពោះប្រវត្តិគ្រួសារត្រូវតែមានប្រវត្តិស្អាតស្អំនិងស្មោះត្រង់ដាច់ខាតចំពោះត្រកូលគឹមបើទោះបីហៅថាកងទ័ពប៉ុន្តែភារកិច្ចចម្បងរបស់ពួកគេមិនមែនជាការកាន់អាវុធទៅកាន់សមរភូមិឡើយពួកគេត្រូវបានបែងចែកជា3ក្រុមធំក្រុមទី1ជាក្រុមសិល្បៈមានតួនាទីច្រៀងរាំនិងសម្ដែងសិល្បៈដើម្បីកំសាន្តភ្នែកមេដឹកនាំនិងមន្ត្រីជាន់ខ្ពស់ក្រុមទី2រៀបចំអាហារបម្រើភេសជ្ជៈនិងមើលការខុសត្រូវលើការរស់នៅប្រចាំថ្ងៃក្នុងវិមានទី3ជាក្រុមផ្ដល់សេវាកម្មម៉ាស្សានិងការកំសាន្តផ្សេងដែលជាការសម្ងាត់បំផុតអ្វីត្បិតតែពួកគេទទួលបានការហូបចុកឆ្ងាញ់ស្លៀកពាក់ខោអាវទំនើបនិងរស់នៅក្នុងកន្លែងប្រណិតដែលប្រជាជនទូទៅមិនអាចសូម្បីតែស្រមៃចង់បានប៉ុន្តែសេរីភាពរបស់ពួកគេត្រូវបានកម្រិតស្ទើរតែ0ពួកគេមិនត្រូវបានអនុញ្ញាតឲ្យតាក់ទងជាមួយនឹងក្រុមគ្រួសារដោយសេរីឡើយត្រូវស្ថិតក្រោមការឃ្លាំមើល24ម៉ោងលើ24ម៉ោងរាល់សកម្មភាពទាំងអស់ត្រូវធ្វើតាមបញ្ជាយ៉ាងម៉ឺងម៉ាត់បើខុសឆ្គងអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតជាទូទៅនៅពេលដែលនារីទាំងនោះមានអាយុប្រហែល25ទៅ26ឆ្នាំពួកគេនឹងត្រូវបានចាត់ចេញពីក្រុមដើម្បីទុកកន្លែងឲ្យអ្នកថ្មីចូលមកជំនួសរដ្ឋាភិបាលច្រើនតែរៀបចំឲ្យពួកគេរៀបការជាមួយនឹងមន្ត្រីយោធាជាន់ខ្ពស់ឬមន្ត្រីបកដើម្បីជាការតបស្នងនិងដើម្បីធានាថាអាចកំបាំងខាងក្នុងនិងមន្ត្រីធ្លាទៅខាងក្រៅហើយនឹងបន្តតាមដានជីវិតឯកជនរបស់ពួកគេរហូតដល់ថ្ងៃស្លាប់បើទោះបីជារបបកូរ៉េខាងជើងតែងតែបដិសេធពីអង្គភាពនៃក្រុមនេះប៉ុន្តែសក្ខីកម្មនៃរត់ចោលស្រុកជាច្រើនបានបញ្ជាក់ថាកងទ័ពស្រីស្អាតគឺជាការពិតដ៏ជូរចត់វាគឺជាតំណាងនៃអំណាចផ្ដាច់ការដែលប្រើប្រាស់សម្រស់និងជីវិតរបស់មនុស្សស្រីសម្រាប់បម្រើតណ្ហានិងអំណាចរបស់ខ្លួន